ម៉ែខ្ញុំកើតមកមានគូធំជាងគេស្លៀកខោក្នុងធម្មតាមិនបានទេទើបគាត់យកសម្បុកក្នុងមកធ្វើខោក្នុងស្លៀកថ្ងៃមួយពេលម៉ែកំពុងបោកខោអាវស្រាប់តែស្ដេចនាងខុសកាត់ឃើញមិនទាន់ដឹងអីផងក៏ត្រូវគេចាប់រំលោភដំបូងឡើយម៉ែខ្ញុំមិនព្រមទេតែស្ដេចនាងបានលួងលោមគាត់ឲ្យតែម៉ែព្រមបង្កើតកូនប្រុសម្នាក់នោះម៉ែនឹងមានអំណាចលើគេឯងគេថាកូននាងតែងតែខ្លាំងក្លាម៉ែខ្ញុំក៏ចង់ឲ្យកូនមានអនាគតល្អដែរមួយខែក្រោយមកម៉ែក៏មានផ្ទៃពេលដែលម៉ែកំពុងសប្បាយចិត្តបំរុងយកដំណឹងនេះប្រាប់ស្ដេចនាងស្រាប់តែលើគេចាំតែនាងនោះបង្កើតកូននាងមកយើងនឹងស៊ីក្មេងនោះដើម្បីបង្កើនធម៌ពលរាប់រយឆ្នាំម៉ែចង់ឲ្យខ្ញុំធំឡើងដោយសុវត្ថិភាពនៅថ្ងៃដែលខ្ញុំកើតមកប្រឹងរត់គេចចេញពីទន្លេលឿនបន្ទាប់មកក៏យកខ្ញុំដែលទៅកាញ់នឹងត្រីក្អុកក្រហមមួយក្បាលក្មេងម្នាក់នេះគឺជាកូននាងថ្ងៃក្រោយគេច្បាស់ជាអាចជួយអញបានសូមឯងជួយការពារគេផងនិយាយចប់ម៉ែក៏ងាកគ្រុតទៅរកស្ដេចនាងតែកំពុងតែតាមប្រមាញគាត់ព្រមលះបង់ជីវិតដើម្បីដូរយកផ្លូវរស់ឲ្យខ្ញុំតែមួយវិនាទីក្រោយមកត្រីក្រហមដែលជិតងាប់នោះស្រាប់តែប្រែក្រឡាខ្លាយជាស្រីស្អាតពាក់អាវក្រហមអបខ្ញុំនារីដែលប្រែពីរូបត្រីក្រហមនេះមានឈ្មោះថានីគីហើយក៏ជាគ្រូរបស់ខ្ញុំដែរនាងបានប្រកាសពីដំណឹងកូននាងទៅកាន់ពិភពលោកអ្នកទាំងអស់គ្នាត្រូវចាំតែងតែនិយាយថាកូននាងងំលាភធ្វើឲ្យអ្នកនៅក្បែរឆាប់និយាយតែគ្រូខ្ញុំបានបង្កើតច្បាប់មួយគឺត្រូវតែជានារីដែលកើតចំថ្ងៃហោះទើបអាចមានវាសនាមកទទួលយកកូននាងបានគ្រាន់តែឮដំណឹងនេះភ្លាមមនុស្សរាប់ម៉ឺនអ្នកមកជុំគ្នាពេញមុខផ្ទះប្រជែងគ្នាចង់ធ្វើកិច្ចសន្យាជាមួយខ្ញុំដំបូងឡើយមានគេសង្ស័យតែគ្រូខ្ញុំមិនមកច្រើនទេនាងគ្រាន់តែក្រវីដៃបន្តាមពេលដែលងាប់បាត់ទៅហើយស្រាប់តែលូតលាស់ឡើងវិញរួចក៏ចេញការពេញតាមតែម្ដងឃើញចឹងគ្រប់គ្នាក៏លុតជង្គង់សំពះអង្វរឲ្យគេជ្រើសរើសកូនស្រីខ្លួនក្រោយពីមើលយ៉ាងល្អិតល្អន់គ្រូក៏រើសបានក្មេងស្រី10នាក់បន្ទាប់មកគ្រូក៏ឈ្មោះដៃខ្ញុំយកឈាមមកធ្វើកិច្ចសន្យាជាមួយក្មេងស្រីទាំងនោះរួចឲ្យពួកគេជួយយាមខ្ញុំនៅយប់នោះមានរន្ទះបាញ់យ៉ាងខ្លាំងនាងធ្លាក់មកស្ទើរតែលិចលោកទឹកទន្លេលឿងបក់យ៉ាងសាហាវហាក់ដូចជាកំពុងខឹងសម្បាសោបក់លីលំនឹងសំឡេងក្រហមសំណាងល្អដែលមានក្មេងស្រីទាំងនេះការពារខ្ញុំក៏បានគេងលក់យ៉ាងសុខសាន្តដល់ព្រឹកថ្ងៃបន្ទាប់គ្រូក៏ឲ្យក្មេងស្រីទាំងនោះត្រឡប់ទៅវិញរួចប្រាប់គ្រូសាពួកគេថាចាប់ពីពេលនេះទៅក្មេងស្រីទាំងអស់នេះច្បាស់ជាមានវាសនាខ្ពង់ខ្ពស់ជាងគេតែសំណាងនេះមានត្រឹមតែ18ឆ្នាំទេ18ឆ្នាំក្រោយត្រូវមានម្នាក់មកធ្វើជាប្រពន្ធកូនសិស្សខ្ញុំបើមិនចឹងទេពួកឯងច្បាស់ជាជួបគ្រូធំអ្វីគ្រប់យ៉ាងគឺពិតដូចគ្រូនិយាយមែនក្មេងស្រីទាំង10នាក់នោះអ្នកមានលៀបភ្លឿនគ្រាន់តែដើរលេងសោះក៏ជីកបានរ៉ែមាសនៅក្រោយផ្ទះចំណែកអ្នកដែលលៀបភៀបជាងគេដើរតាមផ្លូវសុកក៏រើបានឆ្នោតត្រូវរង្វាន់បាន5រសាទាំង10នោះក៏ខ្លាយជាអ្នកមានបានតែមួយយកឃើញពួកគេមានបានខ្លាយជាសេដ្ឋីតែគ្រូខ្ញុំបែរជាមិនសប្បាយចិត្តតតែរហូតដល់យប់ថ្ងៃកំណើតអាយុ8ឆ្នាំដែលស្រឡះសុកក៏ប្រែជានិតឈើដឹងខ្យល់បន្លឺសំឡេងមិនឈប់មានទឹកមុខតានតឹងយ៉ាងខ្លាំងក៏ដៅកាក់បុរាណ7ដើមនៅកណ្ដាលទីធ្លាហើយក៏ដឹកក្រដាសសារៀងប្រាប់ខ្ញុំថារំលងអាធ្រាត្រយប់នេះឯងមានអាយុ7ឆ្នាំពេញហើយរយៈពេល10ឆ្នាំទៅមុខទៀតឯងត្រូវទៅរស់នៅជាមួយក្មេងស្រីតែមានកិច្ចសន្យាត្រូវនៅផ្ទះរបស់នាងកុំឃ្លាតឲ្យសោះគ្រប់មួយឆ្នាំត្រូវបដូរទៅផ្ទះមួយទៀតបើទ្រាំបាននោះឯងនឹងរស់បើទ្រាំមិនបានគឺវាសនាឯងហើយនិយាយរួចគ្រូក៏ហុចផ្លាក់ត្បូងกับបន្ទះឆ្លាក់អាសយដ្ឋានរបស់ឲ្យខ្ញុំទុកជាទីពឹងអ្នកគ្រូតើអ្នកគ្រូចង់មានន័យថាម៉េចឯងគឺជាកូននាងបើស្ដេចអ្នកខាត់ក្លិនឯងឃើញពីច្បាស់ជារូបឯងឃើញហើយលេបឯងចូលពោះមិនខានតាំងពីឯងកើតមករយៈពេល8ឆ្នាំនេះខ្ញុំតែងតែប្រាអាគមយកក្លិនរបស់ក្មេងស្រីទាំង10នាក់នោះមកបិទបាំងក្លិនឲ្យឯងតែពេលនេះខ្ញុំអស់ធម្មពលរលីងហើយខ្ញុំត្រូវតែបិទទ្វារសមាធិសិនហើយផ្លូវទៅមុខទៀតឯងត្រូវពឹងលើខ្លួនឯងហើយនិយាយចប់នាងក៏អន់ចុះភ្នែករបស់ឯងចាប់ផ្ដើមបញ្ចេញពន្លឺពណ៌មាសហើយតែពេលនេះឯងមិនទាន់អាចការពារខ្លួនបានទេមុនពេលឯងខ្លាំងឯងត្រូវតែធ្វើជាមនុស្សខ្វាក់នេះហៅថាការបិទបាំងខ្លួនឯងនាងក៏យកក្រណាត់ពណ៌ខ្មៅមួយមកចងរំបិទភ្នែកខ្ញុំនាងបានសម្លឹងមើល